វីដេអូនេះគេថាចេញមកនិយាយខ្លួនឯងតិចបងអូនអើយអត់ដឹងថាគិតអីទៅក្នុងខ្លួនគេថាខំថតវីដេអូកាត់តបញ្ចូលសលេងហើយគេថាអង្គុយលុបចោលទៅតិចហ្មងបងប្អូនគឺថា4 10វីដេអូគេថាលុបចោលគ្មាននៅសល់ទេបងប្អូនដោយសារទុកច្រើននឹងគេថាឡើងវិញទៅខ្លួនឯងបងប្អូនដោយសារអត់តលុបចោលនឹងគេថាទុកផុសតាម TikTok ផងផុសតាម YouTube ផងបងប្អូននឹងគេថាភ័យខ្លះគឺថាមិនតបានផុសផងនឹងគេថាលុបចោលទៅតិចអត់ដឹងថាគិតអីទេដល់ពេលលុបហើយបញ្ចូលឆែកមើលថាមានតបានផុសណាបងប្អូននៅលុបចោលទៅតិចបដ ாய் នឹងថាអត់ដឹងគិតអីទេរាល់ថ្ងៃនេះធ្វើវីដេអូយូរទៅកំវែងមិនទៅខ្ញុំអត់ដឹងបងប្អូនណាដូចខ្ញុំវីដេអូលន់ផុសហ្នឹងគឺថាអង្គុយលុបទៅតិចចឹងហ្មងហើយឥឡូវនេះគេថាចង់យំក៏យំចេញចង់សើចក៏សើចចេញតែគេថាមកទុកដាក់ចិនឆ្នាំងយើងវិញបងប្អូនលុបចោលវីដេអូថ្ងៃនេះគេថាស្អែកឡើងយើងថតវិញគេថាកំបាក់ទឹកចិត្តអីបងប្អូនអើយដូចខ្ញុំងាយចុះចាញ់ហើយបងប្អូនអើយគេថាធ្វើអីគេថាធ្វើហ្នឹងហើយយឺតទៅលឿនមិនដឹងទេបងប្អូនគេថាដឹងទៅមុខឥឡូវការងារយើងគេថាមានអីទៅគេថាការងារក្នុងផ្ទះហ្នឹងហើយបងប្អូនអើយគេថាអរគុណច្រើននៅវីដេអូដល់ទីបញ្ចប់ហើយ